ជំរាបសួរពុកម៉ែបងប្អូនបាទចឹងថ្ងៃនេះខ្ញុំចុះមកដល់ទឹកដីខាងទំរិញអញ្ចឹងណាបាទហើយចន្ទីនៅម្ដុំនេះបាទគឺមិនទាន់មានត្រួយទេអញ្ចឹងណាបាទនេះយើងមើលបាទអត់ទាន់មានត្រួយទេមានន័យថាវាអត់ទាន់លោតឬក៏បាច់មិត្តចាប់មកអញ្ចឹងណាបាទប្រហែលជាកង្វះនៃការថែទាំអញ្ចឹងណាបាទគឺអត់មានទាំងម្ដងបាទគឺខ្សោយអញ្ចឹងណាអញ្ចឹងបើសិនជាយើងតុកបែបនេះទៀតអត់កើតទេខ្ញុំបញ្ជាក់ណាបាទយើងគូតែបាទបាញ់ថ្នាំបំពន់បាញ់ថ្នាំជំរុញបាទដើម្បីឲ្យចេញត្រួយវគ្គ1មកអញ្ចឹងណាបាទហើយចន្ទីនេះបាទនិយាយខ្លីទៅចូលជិត10ឆ្នាំដែរបាទខ្ទង់ប៉ុណ្ណឹងប៉ុន្តែយើងក៏មិនគូបាញ់ជំរុះដែរដោយសារតាស្លឹករបស់វាក៏អត់សូវមានដែរអញ្ចឹងណានេះយើងមើលស្លឹកបាទស្លឹកខ្សោយអញ្ចឹងនិយាយថាសារធាតុចិញ្ចឹមវាអត់គ្រប់បាទគឺខ្សោយមែនតើស្លឹកអញ្ចឹងអ្វីដែលគូធ្វើបាទខ្ញុំបញ្ជាក់បន្តិចបាទគឺយើងត្រូវឲ្យអាហារបំពន់យ៉ាងតិចក៏2ដងដែរបាទអញ្ចឹងណាទើបអាចលូតត្រួយបានច្រើននេះយើងមើលទាំងអស់គ្នាបងនេះបាទគឺខ្សោយមែនតើអញ្ចឹងណាបាទអត់មានប្រឡូកត្រួយឬក៏បែកមិត្តចាប់អីមកទេគឺអត់សោះតែម្ដងអញ្ចឹងណាបាទអញ្ចឹងអ្វីដែលត្រូវធ្វើបាទគឺយើងបាញ់ថ្នាំជំរុញត្រួយតែម្ដងអញ្ចឹងណាបន្តមកទៀតបាញ់ថ្នាំថែត្រួយបាទយើងបាញ់2ដងហ្នឹងទៅបាទហើយថែត្រួយរហូតអាចចន្លោះខ្ទង់3ដងឯណោះទើបតែចូលពាក់កណ្ដាលខែ11ទើបត្រួយនោះលោតមកលឺត្រួយល្អហើយទើបយើងអាចបាញ់ទាញផ្កាបានអញ្ចឹងណាបាទគឺសំខាន់ប៉ុន្តែអាចផ្កាចូលចន្លោះខ្ទង់បាទដើមខែ12នោះទើបអាចទៅរួចអញ្ចឹងណាបាទព្រោះពេលនេះហើយមិនទាន់មានត្រួយទៀតអញ្ចឹងណាបាទអញ្ចឹងខ្ញុំលើកទឹកចិត្តបងថាបើសិនជាដីអសោះស្អាតបាទមេឃឬក៏ចែងថ្ងៃពលឺគ្រប់គ្រាន់បាទយើងគូតបាញ់បាទទាញត្រួយមកបាទយើងកំតុកវាអញ្ចឹងណាបាទគឺវាពជាពេលកាន់តែយូរទៀតហើយបាទអរគុណ